បានតែមុខម្ហូបមួយមុខនេះបងប្អូននិយាយពីថាហូបបាយបានច្រើនជាពិសេសម៉ែគាត់សរសើរថាឆ្ងាញ់ទៀតជាពិសេសមុខម្ហូបក្តាមខ្យងឯងបងប្អូនប៉ុន្តែមុខម្ហូបធ្លាក់មកពីឋានសួគ៌អត់ដូរទេណាហ្នឹងផងដែរគឺចង់ហូបជាមួយនឹងសម្លម្ជូរផលិតដាក់ជាមួយនឹងក្តាមដាក់ជាមួយនឹងខ្យងស្រែបងប្អូនអរគ្នាគឺទៅទិញនៅផ្សារភ្លាមតែម្ដងឲ្យទៅថានឹកឃើញចង់ធ្វើម្ហូបអីគឺទៅផ្សារតែម្ដងអត់មានពេលទៅរកក្តាមខ្យងខ្លួនឯងនិយាយទៅបងប្អូនអរគ្នានៅតាមស្រុកស្រែគឺងាយស្រួលធ្វើងាយស្រួលរហូតធ្វើមុខម្ហូបហ្នឹងឯងបងប្អូនអរគ្នាឲ្យទៅថាយើងមានពេលទៅរកជាមួយនឹងក្តាមខ្យងនៅតាមវាលស្រែណាស់តែថាយើងអត់មានពេលទេយើងទិញគេស្រាប់ខ្លះទៅហើយបើយើងនិយាយពីក្តាមខ្យងនៅលើទីផ្សារវិញបងប្អូននិយាយពីថាសម្បូរច្រើនខ្លាំងមែនទែនដោយសារតែមានបងប្អូនយើងនេសាទក៏ដើររើសយកទៅលក់ហូបយូរឯងបងប្អូនអរគ្នាតាំងតែពីតូចដល់ធំសឡមម្ជូរដាក់ខ្យងសឡមម្ជូរដាក់ជាមួយនឹងក្តាមមកបងប្អូននៅទៅតែហូបនៅពេលហ្នឹងតែម្ដងចឹងណានិយាយទៅបងប្អូនឲ្យតែថាឃើញក្តាមខ្យងវាតាមផ្លូវនឹកដល់អនុស្សាវរីយ៍ការខ្លួនឯងនៅតូចនៅកុមារបងប្អូនអរគ្នានិយាយពីថាជាមួយមិត្តភ័ក្តិចេញពីសាលាមកវិញនាំគ្នារុករះទៅដើររើសខ្យងតាមមាត់ទឹកមាត់អីចឹងណានិយាយពីថាដល់អាពេលហ្នឹងសម្បូរខ្លាំងណាកាលខ្ញុំនៅជំនាន់ពីខ្ញុំនៅតូចដល់ឥឡូវហ្នឹងគឺខ្យងក្តាមអីវាសម្បូរដែរប៉ុន្តែវានៅតាមតំបន់ចឹងរៀបចំគ្រឿងសម្លទុកស្លរួចក៏ឆ្លៀតពេលមកផឹកជាមួយនឹងទឹកដោះគោម៉ាក់ប្រៃខោព្រោះថារៀងហត់រៀងអស់កម្លាំងដែរអញ្ចឹងណានិយាយទៅខ្ញុំរងថ្ងៃខំតែមានទឹកដោះគោប្រៃខោទេគឺជាជំនួយកម្លាំងដ៏ល្អបំផុតហើយជាពិសេសគឺជាអាហារូបត្ថម្ភល្អសម្រាប់សុខភាពយើងទូទៅបងប្អូនប្រៃខោគឺធ្វើឲ្យឆ្អឹងរឹងមាំហើយជាពិសេសគឺផលិតនៅកោសិកាឈាមក្រហមយើងឲ្យបានគ្រប់គ្រាន់ពេញលេញតែម្ដងសម្រាប់សិស្សានុសិស្សដែលមានការចងចាំចុះខ្សោយគឺអាចទិញផឹកបានជាប្រចាំទៅគឺធ្វើឲ្យមានការចងចាំបានល្អប្រៃខោគឺជាទឹកដោះគោ full cream គឺផលិតតាមស្តង់ដារហើយជាពិសេសគឺជាផលិតផលរបស់ប្រទេសម៉ាឡេស៊ីអាចរកទិញបាននៅគ្រប់បណ្ដាផ្សារឬមួយក៏ឆាតទៅកាន់ page ប្រៃខោ Cambodia ដែលខ្ញុំដាក់នៅក្នុងចំណងជើងរបស់ខ្ញុំណាបាទនិយាយពីសម្លម្ជូរផលិតវិញបងប្អូនអរគ្នាធ្លាប់ស្លម្ជូរអីក៏ដោយដាក់ជាមួយនឹងក្តាមខ្យងអត់បើសិនជាពុកម៉ែបងប្អូនយើងធ្លាប់ជួយ comment នៅក្នុងវីដេអូបងប្អូនម្នាក់មួយផងបើសិនជាអត់ធ្លាប់ទេបងប្អូនយើងអាចធ្វើបាននិយាយពីថាឆ្ងាញ់ខ្លាំងហើយជាពិសេសគឺជាតិតែម្ដងខ្ញុំមិនដឹងថាមានបងប្អូនយើងម្នាក់ទេដែលចូលចិត្តជាមួយនឹងម្ជូរបែបហ្នឹងហើយហ្នឹងនិយាយពីថាទឹកលិចច្រើនអញ្ចឹងទៅក្តាមខ្យងក៏វាសបោដែរវាដែកមកតាមទឹកអញ្ចឹងណាបងប្អូនហើយជាពិសេសខ្យងខ្មែរយកអាគូស្រួយចូលនិយាយពីថាសបោច្រើនណាស់គ្រាន់តែថាណាស់តែពេលដែលខ្ញុំអត់មានពេលទៅរកហ្នឹងណាបងប្អូនសម្លម្ជូរស្រែបងប្អូនអរគ្នាគឺបងជាមួយនឹងម្អមស្រែទៀតអូនិយាយពីថាម្ជូរហ្នឹងគឺម្ជូរបែបខ្មែរហ្មងបងប្អូនគឺខ្មែរពិតហ្មងណាសម្រាប់បងប្អូនដែលនៅតាមតំបន់ទឹកលិចយកបងប្អូនអរគ្នាត្រូវតែមានការប្រុងប្រយ័ត្នណាសម្រាប់នៅខាងខ្ញុំនេះគឺលិចឲ្យបងប្អូនលិចដល់ក្រោមផ្ទះតិចហើយបងប្អូនអរគ្នាអើយម៉ែអើយផ្សារបាយនេះអានសឡម្ជូរដាក់ក្តាមដាក់ខ្យងអូយសម្លម្ជូរស្រែរបស់ខ្ញុំគឺរួចរាល់ហើយបងប្អូនអរគ្នាជាពិសេសគឺម៉ែគាត់ថាខ្ញុំធ្វើម្ហូបគឺឆ្ងាញ់គ្រប់មុខតែម្ដងបងប្អូននិយាយពីថាអូយសប្បាយចិត្តខ្លាំងពេលដែលម៉ែទៅសើម្ដងបងប្អូនបានមេឃៀងអាលឹមស្រីចេះទៀតបងប្អូនអើយហូបជាមួយនឹងសម្លម្ជូរស្រែបងជាមួយនឹងម្អមស្រែហើយបងជាមួយនឹងខ្យងក្តាមទៀតនិយាយពីថាអង្គជាតិខ្លាំងមែនតែនបងប្អូនមានពេលតណៃអីគឺបងប្អូនអាចទៅរកជាមួយនឹងក្តាមខ្យងយកមកស្វឡធ្វើហូបតាមខ្ញុំទៅបងប្អូនអរគ្នាបើសិនជាយើងរកអត់បានទេទិញគេទៅនៅលើទីផ្សារគេលក់មកកោកហ្មងណាគ្រាន់តែខ្យងវាមានច្រើនប្រភេទវាមានឥឡូវខ្យងយួនខ្យងអីវាចូលដែរអញ្ចឹងណាតើយើងចេះមើលដែរខ្យងដែលខ្ញុំយកមកស្លហ្នឹងគេហៅថាខ្យងស្រែបងប្អូនវាក្រាំងនៅក្នុងដីជាមួយនឹងអាថៃល្អិតទៀតបងប្អូនបងជាមួយនឹងថៃកញ្ចុះទូចនេះនិយាយពីថាទិញគេអស់តែ2000ឯងបងប្អូនយកមកដល់